ច្ចុប្បន្នប៊ូអស់តលុយទេបើអត់ដឹងរឿងទាំងអស់នេះពីមុនបូតឲ្យតែមានគេឃើញច្រើនគឺជោគជ័យហើយមិនពិបាកមិនខ្វល់ថាបូតអ្នកឃើញនឹងចាស់ឬក្មេងទេឲ្យទៅកំណត់ភេទត្រូវកំណត់ប្រភេទ interest ត្រូវចំណងចំណូលចិត្តត្រូវគឺជោគជ័យឲ្យតែមានអ្នកឃើញច្រើនឥឡូវវិញគិតធ្វើម៉េចការបូតកុំឲ្យខុសគោលដៅបញ្ហាព្រោះពីមុនអត់សូវមានមនុស្សចាស់ប្រើ Facebook ច្រើនទេឥឡូវមនុស្សចាស់ប្រើ Facebook ច្រើនជាងមុនអ្វីដែលជាបញ្ហានោះគឺមនុស្សចាស់អាយុ60ឆ្នាំជាង80ឆ្នាំក៏មានតែអ្នកដែលបង្កើត Facebook ឲ្យគាត់ហ្នឹងគឺដាក់ឆ្នាំអាយុទៅ10ឆ្នាំជាង20ឆ្នាំជាង30ឆ្នាំជាងអញ្ចឹងឯងគឺពេលដែលយើងបូតពិបាកនៅក្នុងការដែលយើងកំណត់គោលដៅជាងមុនបន្តិចព្រោះពេលខ្លះយើងកំណត់អាយុ10-20ឆ្នាំប៉ុន្តែគឺរុញទៅដល់មនុស្សចាស់ដែលគាត់វ័យខុសពីផលិតផលដែលយើងត្រូវលក់ឲ្យគាត់សម័យនេះបច្ចុប្បន្ននេះឆ្នាំ2025ដើមឆ្នាំហើយជាពេលវេលាចំពោះការប្រជែងគ្នាលើទឹកលុយ boost ប្រហែលជាចិត្តផុតកំណត់ហើយបើតាមមើលវាត្រូវឈានចូលដល់សម័យកាលមួយដែលត្រូវតែប្រកួតប្រជែងទៅ landing ទៅលើ brand awareness ឬក៏ credit ពឹងតែទៅលើការជះលុយទៅលើការ boost ប្រហែលជាអាចចាញ់សង្គ្រាម online នៅក្នុងពេលនេះនិងពេលទៅខាងមុខព្រោះថាបច្ចុប្បន្ននេះចំពោះការដែលគ្រាន់តែជះលុយ boost គឺមានអ្នកចេះច្រើនមានអ្នកអាចធ្វើបានច្រើនទៅហើយតែអ្នកដែលបកកែនៅក្នុងការធ្វើ branding ធ្វើ brand awareness បង្កើត credit ឲ្យអាជីវកម្មឬក៏ credit ឲ្យខ្លួនឯងឲ្យមាន fan ច្រើននៅមានកម្រិតឡើយអញ្ចឹងអ្នកដែលគាត់បានដើរដល់ជំហានហ្នឹងភាគច្រើនគឺគាត់នៅកំពុងតែខ្លាំងនៅក្នុងទីផ្សារថ្ងៃមុខគាត់នៅតែបន្តខ្លាំងប៉ុន្តែបើសិនបើជាអ្នកដែលពឹងទៅលើការបូតសុទ្ធសាធអាហ្នឹងអាចនឹងលំបាកនៅក្នុងពេលនេះហើយពេលទៅមុខក៏កាន់តែលំបាកអញ្ចឹងដំណោះស្រាយគឺអត់មានអីក្រៅពីយើងទាំងអស់គ្នាត្រូវតែខំប្រឹងធ្វើ personal branding ធ្វើឲ្យគេស្គាល់យើងច្រើនបើសិនបើជាយើងអ្នករកស៊ីបង្ហាញមុខហើយបើសិនបើជាយើងមិនបង្ហាញមុខទេយើងត្រូវតែព្យាយាមធ្វើយ៉ាងម៉េចបង្កើតនៅbranding ឲ្យគេស្គាល់ម៉ាកយីហោ brand business យើងនោះឲ្យខ្លាំងឲ្យគេស្គាល់ឲ្យគេចំណាំហើយឲ្យគេទុកចិត្តបើគ្រាន់តែគេស្គាល់គេចំណាំដែរប៉ុន្តែគេអត់ទុកចិត្តនឹងនៅតែយើងមិនអាចប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះបានទេបច្ចុប្បន្នប៊ូអស់តលុយទេបើអត់ដឹងរឿងទាំងអស់នេះពីមុនបូតឲ្យតែមានគេឃើញច្រើនគឺជោគជ័យហើយមិនពិបាកមិនខ្វល់ថាបូតអ្នកឃើញនឹងចាស់ឬក៏ក្មេងទេឲ្យទៅកំណត់ភេទត្រូវកំណត់ប្រភេទ interest ត្រូវចំណងចំណូលចិត្តត្រូវគឺជោគជ័យឲ្យតែមានអ្នកឃើញច្រើនឥឡូវវិញគិតធ្វើម៉េចការបូតកុំឲ្យខុសគោលដៅបញ្ហាព្រោះពីមុនអត់សូវមានមនុស្សចាស់ប្រើ Facebook ច្រើនទេតែឥឡូវមនុស្សចាស់ប្រើ Facebook ច្រើនជាងមុនអ្វីដែលជាបញ្ហានោះគឺមនុស្សចាស់អាយុ60ឆ្នាំជាង80ឆ្នាំក៏មានតែអ្នកដែលបង្កើត Facebook ឲ្យគាត់ហ្នឹងគឺដាក់ឆ្នាំអាយុទៅ10ឆ្នាំជាង20ឆ្នាំជាង30ឆ្នាំជាងអញ្ចឹងឯងគឺពេលដែលយើងបូតពិបាកនៅក្នុងការដែលយើងកំណត់គោលដៅជាងមុនបន្តិចព្រោះពេលខ្លះយើងកំណត់អាយុ10-20ឆ្នាំប៉ុន្តែគឺរុញទៅដល់មនុស្សចាស់ដែលគាត់វ័យខុសពីផលិតផលដែលយើងត្រូវលក់ឲ្យគាត់សម័យនេះបច្ចុប្បន្ននេះឆ្នាំ2025ដើមឆ្នាំហើយជាពេលវេលាចំពោះការប្រជែងគ្នាលើទឹកលុយ boost ប្រហែលជាចិត្តផុតកំណត់ហើយបើតាមមើលវាត្រូវឈានចូលដល់សម័យកាលមួយដែលត្រូវតែប្រកួតប្រជែងទៅ landing ទៅលើ brand awareness ឬក៏ credit ពឹងតែទៅលើការជះលុយទៅលើការ boost ប្រហែលជាអាចចាញ់សង្គ្រាម online នៅក្នុងពេលនេះនិងពេលទៅខាងមុខព្រោះថាបច្ចុប្បន្ននេះចំពោះការដែលគ្រាន់តែជះលុយ boost គឺមានអ្នកចេះច្រើនមានអ្នកអាចធ្វើបានច្រើនទៅហើយតែអ្នកដែលបកកែនៅក្នុងការធ្វើ branding ធ្វើ brand awareness បង្កើត credit ឲ្យអាជីវកម្មឬក៏ credit ឲ្យខ្លួនឯងឲ្យមាន fan ច្រើននៅមានកម្រិតឡើយអញ្ចឹងអ្នកដែលគាត់បានដើរដល់ជំហានហ្នឹងភាគច្រើនគឺគាត់នៅកំពុងតែខ្លាំងនៅក្នុងទីផ្សារថ្ងៃមុខគាត់នៅតែបន្តខ្លាំងប៉ុន្តែបើសិនបើជាអ្នកដែលពឹងទៅលើការបូតសុទ្ធសាធអាហ្នឹងអាចនឹងលំបាកនៅក្នុងពេលនេះហើយពេលទៅមុខក៏កាន់តែលំបាកអញ្ចឹងដំណោះស្រាយគឺអត់មានអីក្រៅពីយើងទាំងអស់គ្នាត្រូវតែខំប្រឹងធ្វើ personal branding ធ្វើឲ្យគេស្គាល់យើងច្រើនបើសិនបើជាយើងអ្នករកស៊ីបង្ហាញមុខ
ហើយបើសិនបើជាយើងមិនបង្ហាញមុខទេយើងត្រូវតែព្យាយាមធ្វើយ៉ាងម៉េចបង្កើតនៅbranding ឲ្យគេស្គាល់ម៉ាកយីហោ brand business យើងនោះឲ្យខ្លាំងឲ្យគេស្គាល់ឲ្យគេចំណាំហើយឲ្យគេទុកចិត្តបើគាត់តែគេស្គាល់គេចំណាំដែរប៉ុន្តែគេអត់ទុកចិត្តនឹងនៅតែយើងមិនអាចប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះបានទេបច្ចុប្បន្នប៊ូអស់តលុយទេបើអត់ដឹងរឿងទាំងអស់នេះពីមុនប៊ូតឲ្យតែមានគេឃើញច្រើនគឺជោគជ័យហើយមិនពិបាកមិនខ្វល់ថាប៊ូតអ្នកឃើញនឹងចាស់ឬក៏ក្មេងទេឲ្យទៅកំណត់ភេទត្រូវកំណត់ប្រភេទ interest ត្រូវចំណងចំណូលចិត្តត្រូវគឺជោគជ័យឲ្យតែមានអ្នកឃើញច្រើនឥឡូវវិញគិតធ្វើម៉េចការប៊ូតកុំឲ្យខុសគោលដៅបញ្ហាព្រោះពីមុនអត់សូវមានមនុស្សចាស់ប្រើ Facebook ច្រើនទេតែឥឡូវមនុស្សចាស់ប្រើ Facebook ច្រើនជាងមុនអ្វីដែលជាបញ្ហានោះគឺមនុស្សចាស់អាយុ60ឆ្នាំជាង80ឆ្នាំក៏មានតែអ្នកដែលបង្កើត Facebook ឲ្យគាត់ហ្នឹងគឺដាក់ឆ្នាំអាយុទៅ10ឆ្នាំជាង20ឆ្នាំជាង30ឆ្នាំជាងអញ្ចឹងឯងគឺពេលដែលយើងប៊ូតពិបាកនៅក្នុងការដែលយើងកំណត់គោលដៅជាងមុនបន្តិចព្រោះពេលខ្លះយើងកំណត់អាយុ10-20ឆ្នាំប៉ុន្តែគឺរុញទៅដល់មនុស្សចាស់ដែលគាត់វ័យខុសពីផលិតផលដែលយើងត្រូវលក់ឲ្យគាត់សម័យនេះបច្ចុប្បន្ននេះឆ្នាំ2025ដើមឆ្នាំហើយជាពេលវេលាចំពោះការប្រជែងគ្នាលើទឹកលុយ boost ប្រហែលជាចិត្តផុតកំណត់ហើយបើតាមមើលវាត្រូវឈានចូលដល់សម័យកាលមួយដែលត្រូវតែប្រកួតប្រជែងទៅ landing ទៅលើ brand awareness ឬក៏ credit ពឹងតែទៅលើការជះលុយទៅលើការ boost ប្រហែលជាអាចចាញ់សង្គ្រាមអនឡាញនៅក្នុងពេលនេះនិងពេលទៅខាងមុខព្រោះថាបច្ចុប្បន្ននេះចំពោះការដែលគ្រាន់តែជះលុយ boost គឺមានអ្នកចេះច្រើនមានអ្នកអាចធ្វើបានច្រើនទៅហើយតែអ្នកដែលបកកែនៅក្នុងការធ្វើ branding ធ្វើ brand awareness បង្កើត credit ឲ្យអាជីវកម្មឬក៏ credit ឲ្យខ្លួនឯងឲ្យមាន fan ច្រើននៅមានកម្រិតដល់ឡើយអញ្ចឹងអ្នកដែលគាត់បានដើរដល់ជំហានហ្នឹងភាគច្រើនគឺគាត់នៅកំពុងតែខ្លាំងនៅក្នុងទីផ្សារថ្ងៃមុខគាត់នៅតែបន្តខ្លាំងប៉ុន្តែបើសិនបើជាអ្នកដែលពឹងទៅលើការបូតសុទ្ធសាធអាហ្នឹងអាចនឹងលំបាកនៅក្នុងពេលនេះហើយពេលទៅមុខក៏កាន់តែលំបាកអញ្ចឹងដំណោះស្រាយគឺអត់មានអីក្រៅពីយើងទាំងអស់គ្នាត្រូវតែខំប្រឹងធ្វើ personal branding ធ្វើឲ្យគេស្គាល់យើងច្រើនបើសិនបើជាយើងអ្នករកស៊ីបង្ហាញមុខហើយបើសិនបើជាយើងមិនបង្ហាញមុខទេយើងត្រូវតែព្យាយាមធ្វើយ៉ាងម៉េចបង្កើតនៅbranding ឲ្យគេស្គាល់ម៉ាកយីហោ brand business យើងនោះឲ្យខ្លាំងឲ្យគេស្គាល់ឲ្យគេចំណាំហើយឲ្យគេទុកចិត្តបើគាត់តែគេស្គាល់គេចំណាំដែរប៉ុន្តែគេអត់ទុកចិត្តនឹងនៅតែយើងមិនអាចប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះបានទេបច្ចុប្បន្នប៊ូអស់តលុយទេបើអត់ដឹងរឿងទាំងអស់នេះពីមុនប៊ូតឲ្យតែមានគេឃើញច្រើនគឺជោគជ័យហើយមិនពិបាកមិនខ្វល់ថាប៊ូតអ្នកឃើញនឹងចាស់ឬក៏ក្មេងទេឲ្យទៅកំណត់ភេទត្រូវកំណត់ប្រភេទ interest ត្រូវចំណងចំណូលចិត្តត្រូវគឺជោគជ័យឲ្យតែមានអ្នកឃើញច្រើនឥឡូវវិញគិតធ្វើម៉េចការប៊ូតកុំឲ្យខុសគោលដៅបញ្ហាព្រោះពីមុនអត់សូវមានមនុស្សចាស់ប្រើ Facebook ច្រើនទេតែឥឡូវមនុស្សចាស់ប្រើ Facebook ច្រើនជាងមុនអ្វីដែលជាបញ្ហានោះគឺមនុស្សចាស់អាយុ60ឆ្នាំជាង80ឆ្នាំក៏មានតែអ្នកដែលបង្កើត Facebook ឲ្យគាត់ហ្នឹងគឺដាក់ឆ្នាំអាយុទៅ10ឆ្នាំជាង20ឆ្នាំជាង30ឆ្នាំជាងអញ្ចឹងឯងគឺពេលដែលយើងបូតពិបាកនៅក្នុងការដែលយើងកំណត់គោលដៅជាងមុនបន្តិចព្រោះពេលខ្លះយើងកំណត់អាយុ10-20ឆ្នាំប៉ុន្តែគឺរុញទៅដល់មនុស្សចាស់ដែលគាត់វ័យខុសពីផលិតផលដែលយើងត្រូវលក់ឲ្យគាត់សម័យនេះបច្ចុប្បន្ននេះឆ្នាំ2025ដើមឆ្នាំហើយជាពេលវេលាចំពោះការប្រជែងគ្នាលើទឹកលុយ boost ប្រហែលជាចិត្តផុតកំណត់ហើយបើតាមមើលវាត្រូវឈានចូលដល់សម័យកាលមួយដែលត្រូវតែប្រកួតប្រជែងទៅ landing ទៅលើ brand awareness ឬក៏ credit ពឹងតែទៅលើការជះលុយទៅលើការ boost ប្រហែលជាអាចចាញ់សង្គ្រាមអនឡាញនៅក្នុងពេលនេះនិងពេលទៅខាងមុខព្រោះថាបច្ចុប្បន្ននេះចំពោះការដែលគ្រាន់តែជះលុយ boost គឺមានអ្នកចេះច្រើនមានអ្នកអាចធ្វើបានច្រើនទៅហើយតែអ្នកដែលបកកែនៅក្នុងការធ្វើ branding ធ្វើ brand awareness បង្កើត credit ឲ្យអាជីវកម្មឬក៏ credit ឲ្យខ្លួនឯងឲ្យមាន fan ច្រើន
នៅមានកម្រិតឡើយអញ្ចឹងអ្នកដែលគាត់បានដើរដល់ជំហានហ្នឹងភាគច្រើនគឺគាត់នៅកំពុងតែខ្លាំងនៅក្នុងទីផ្សារថ្ងៃមុខគាត់នៅតែបន្តខ្លាំងប៉ុន្តែបើសិនបើជាអ្នកដែលពឹងទៅលើការបូតសុទ្ធសាធអាហ្នឹងអាចនឹងលំបាកនៅក្នុងពេលនេះហើយពេលទៅមុខក៏កាន់តែលំបាកអញ្ចឹងដំណោះស្រាយគឺអត់មានអីក្រៅពីយើងទាំងអស់គ្នាត្រូវតែខំប្រឹងធ្វើ personal branding ធ្វើឲ្យគេស្គាល់យើងច្រើនបើសិនបើជាយើងអ្នករកស៊ីបង្ហាញមុខហើយបើសិនបើជាយើងមិនបង្ហាញមុខទេយើងត្រូវតែព្យាយាមធ្វើយ៉ាងម៉េចបង្កើតនៅbranding ឲ្យគេស្គាល់ម៉ាកយីហោ brand business យើងនោះឲ្យខ្លាំងឲ្យគេស្គាល់ឲ្យគេចំណាំហើយឲ្យគេទុកចិត្តបើគ្រាន់តែគេស្គាល់គេចំណាំដែរប៉ុន្តែគេអត់ទុកចិត្តនឹងនៅតែយើងមិនអាចប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះបានទេ